បច្ចុប្បន្នទីផ្សាររថយន្ត Pick-up នៅប្រទេសកម្ពុជាមានការប្រែប្រួលខ្លាំងមែនទែនបន្ទាប់ពីរោងចក្រដំឡើងនៅក្នុងស្រុកចាប់ផ្ដើមដំណើរការហើយយើងដឹងហើយថារថយន្ត Pick-up មិនមែនគ្រាន់តែជារថយន្តសម្រាប់ធ្វើការដឹកទំនិញទេតែវាក៏ជាប្រភេទឡានគ្រួសារមួយដែលយើងពេញនិយមប្រើនៅក្នុងប្រទេសកម្ពុជាយើងផងដែរប៉ុន្តែសំណួរសួរថាតើក្នុងចំណោមរថយន្ត Ford Toyota Mitsubishi ឬក៏ Isuzu និងម៉ាកផ្សេងទៀតតើមួយណាវាស័ក្តិសមនឹងកញ្ចប់ថវិកានិងតម្រូវការរបស់អ្នកបំផុតថ្ងៃនេះខ្ញុំនឹងធ្វើការសង្ខេបនៅជម្រើសដូចជា brand model និងតម្លៃចុងក្រោយបំផុតនៅក្នុងឆ្នាំ2026នេះទី1នោះគឺជា brand Ford ដែលមានភាពល្បីល្បាញឈានមុខគេនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងហើយ Ford បច្ចុប្បន្នក៏មានរោងចក្រដំឡើងនៅក្នុងស្រុកខ្មែររបស់យើងដែរដែលវាធ្វើឲ្យមានការប្រែប្រួលនៅក្នុងការចាប់អារម្មណ៍ទាក់ទងជាមួយនឹងតម្លៃច្រើនមែនទែនទី1 Pick up របស់ Ford គឺ model Ford Ranger XL ជាប្រភេទឡានមូលតម្លៃប្រហែលជា$37,900រីឯ Ford Ranger XLT ជម្រើសកណ្ដាលតម្លៃប្រហែលជា$44,900 Ford Ranger Valtra ស៊េរីពេញនិយមបំផុតតម្លៃប្រហែលជា$53,900រីឯ model មួយទៀតគឺ Ford Ranger Raptor បើបងប្អូនចង់បានកម្លាំងខ្លាំងគឺចាប់ពី$75,900ទៅដល់$79,900ទៅតាមប្រភេទម៉ាស៊ីនណាម៉ាកយីហោទី2គឺជើងខ្លាំង Toyota ដែលយើងដឹងហើយថា Toyota គឺខ្លាំងនៅភាពធន់និងតម្លៃលក់បន្តវិញគឺមានភាពល្អប្រសើរខ្លាំងមែនទែន Toyota ក៏មានរោងចក្រនៅក្នុងស្រុកខ្មែររបស់យើងដែរដែលអាចតម្លើង Toyota Hilux នៅក្នុងស្រុកយើងបានដែរអញ្ចឹងណាអញ្ចឹង model របស់ Toyota មានដូចជា Toyota Hilux Revo V Edition តម្លៃចាប់ពី$49,900 Toyota Hilux Revo Premium តម្លៃប្រហែលជា$44,900រីឯ Toyota Hilux Revo Rally ដែលជាស៊េរីមួយខ្ពស់គឺតម្លៃរបស់វាគឺចន្លោះពី$49,300ដល់$56,600បើយើងក៏លេខទៅមើល brand មួយទៀតរបស់ជប៉ុនគឺ Mitsubishi និង Isuzu ហើយក៏មានចូលរួមជាមួយនឹង Mazda ដែរ Mitsubishi បានបែងចែក model សម្រាប់ Triton នឹងច្រើន model ដូចជា Triton GLS និង Triton GLS Extra Plus បើយើងនិយាយអំពីរថយន្តជប៉ុនមួយទៀតទៅលើម៉ាកយីហោ Mitsubishi មានប្រភេទ Triton ពីរប្រភេទដែលកំពុងតែចរាចរនៅលើទីផ្សារប្រទេសកម្ពុជារបស់យើងទី1 Mitsubishi Triton GLS ដែលជា option best option ដែលមានតម្លៃរបស់វានោះគឺ$49,900ហើយជា model មួយដែលពេញនិយមដែរសម្រាប់នៅក្នុងស្រុកខ្មែររបស់យើងហើយទៅតែដូររៀងនៅប្រហែលឆ្នាំមុនទេអញ្ចឹងបងប្អូនអាចប្រើប្រាស់រថយន្តនេះបានរហូតដល់5ឆ្នាំទើបវាធ្វើការដូររៀងបន្ត model មួយទៀតរបស់ Mitsubishi គឺ Triton GLS Extra Plus គឺជាប្រភេទ full option ដែលមានតម្លៃ$46,500ដែល model មួយនេះគឺពេញសាច់តែម្ដងបាទមាន option ច្រើនជាង option របស់ Triton GLS Mazda ក៏ជា brand របស់ជប៉ុនដែរហើយក៏មានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់រថយន្ត pick up នៅក្នុងប្រទេសខ្មែររបស់យើង Mazda ក៏ជា brand មួយដែលទទួលការពេញនិយមខ្លាំងនៅក្នុងស្រុកខ្មែររបស់យើងដែរហើយ model ដែលចាប់អារម្មណ៍បំផុតនោះគឺ Mazda BT50 គឺបែបស៊ីវិល័យតម្លៃរបស់វាគឺ$43,000បើ brand Isuzu គឺល្បីខាងសមចៃរថយន្តប្រភេទ pick up របស់ Isuzu model D-Max V-Cross ជាប្រភេទ full option ហ្នឹងគឺតម្លៃ$49,900បាទរីឯ option មួយទៀតគឺ Isuzu D-Max Deluxe តម្លៃរបស់វាត្រឹមតែ$39,900តែប៉ុណ្ណោះវាជាប្រភេទ base option ប៉ុន្តែរថយន្ត Isuzu គឺវាមានគុណភាពល្អមែនតើទាំងជើងក្រោមទាំងប្រព័ន្ធម៉ាស៊ីនវាជួយយើងសំចៃបានច្រើននៅក្នុងនាមខ្ញុំជាអ្នកតាមដានទីផ្សារខ្ញុំចង់ចែករំលែកថាការរើសរថយន្ត pick up មិនមែនមើលតែទៅលើតម្លៃទិញចូលនោះទេប៉ុន្តែបើសិនជាបងប្អូនចង់បានបច្ចេកវិទ្យានិងភាពលោឆាយ Ford គឺជាចម្លើយបើបងប្អូនចង់បានភាពធន់និងតម្លៃលក់ចេញវិញមិនសូវខាតនោះគឺ Toyota និង Mitsubishi រីឯ Isuzu គឺជាជម្រើសមួយផងដែរនៅក្នុងចំណោមរថយន្តជប៉ុនអស់ទាំងនោះ Mazda គឺជាតុល្យភាពរវាងកម្លាំងនិងភាពស៊ីវិល័យ
សង្ឃឹមថាការសង្ខេបរបស់ខ្ញុំទាក់ទងជាមួយនឹង brand រថយន្តដែលពាក់ព័ន្ធជាមួយនឹងរថយន្ត Pick up និងតម្លៃចុងក្រោយនេះនឹងជួយឲ្យបងប្អូនមានមូលដ្ឋាននៅក្នុងការសម្រេចចិត្តចុះសម្រាប់បងប្អូនវិញតើម៉ាកមួយណាដែលបងប្អូនស្រឡាញ់ជាងគេឬចង់ឲ្យខ្ញុំធ្វើការ review លម្អិតលើ model ណាមួយសូម comment នៅខាងក្រោមកុំភ្លេចចុច like និង follow ដើម្បីទទួលបានចំណេះដឹងរថយន្តថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណ